សូមជម្រាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ vlog ថ្មីរបស់យើងទៀតហើយសូមកុំភ្លេចជួយ subscribe channel របស់យើងម្នាក់មួយផងចាហើយនេះជា vlog ថ្មីរបស់យើងបង្ហាញពីទស្សនវិជ្ជាខ្លះៗក្នុងការធ្វើដំណើរកម្សាន្តទៅលេងខេត្តរតនគិរីហើយនេះយើងចេញពីព្រឹកដែរតែមុននឹងបន្តដំណើរទៅខេត្តរតនគិរីយើងធ្វើការទៅរកអីញ៉ាំសិនមុននឹងយើងបន្តដំណើរបន្តទៅទៀតហើយនេះកំពុងតែចុះទៅរកអីញ៉ាំនៅខេត្តស្ទឹងត្រែងសិនបន្តមកទៀតបានយើងធ្វើដំណើរបន្តទៅខេត្តរតនគិរីហើយនេះគឺយើងញ៉ាំអាហារពេលព្រឹកហើយកំពុងតែចេញដំណើរបន្តទៅខេត្តរតនគិរីហើយនេះដល់ហើយមានដំណើរកំសាន្តច្រើនទៀតចាអញ្ចឹងក្នុងការទៅលេងខេត្តរតនគិរីគឺយើងដូចជាបានទៅលេងពី3កន្លែងដែរនៅក្នុងខេត្តរតនគិរីហ្នឹងអញ្ចឹងសូមតាមដានវីដេអូរបស់យើងទាំងអស់គ្នាចាហើយនេះជាទស្សនវិជ្ជាទេសភាពតាមដងផ្លូវថតបានតិចតួចដែរទេក្នុងការយើងធ្វើដំណើរទៅឃើញទេសភាពពណ៌បៃតងស្រស់ស្អាតពេកបងប្អូនអញ្ចឹងក៏ឆ្លៀតថតខ្លះទៅហើយជាស្រ័យផងបងប្អូនហើយថតតាមទូរស័ព្ទកាន់ថតធម្មតាអត់មានជើងអត់មានអីដល់ពេលអញ្ចឹងទៅវីដេអូដូចរៀងអត់សូវល្អដែរទេវារៀងញ័រអីអញ្ចឹងណាបងប្អូនចាហើយនេះដល់ជិះវត្តមួយហើយមើលអត់តន់ដឹងវត្តអីជិះចុះជិះឡើងរហូតតែដែលចាំឈ្មោះវត្តមិនដែលបានអីទេពីច្រើនគេងរហូតទៅឡានតែសាប់ពីច្រើនពលឡានបងប្អូនអញ្ចឹងទៅគេងរហូតនឹងទៅដល់ទីតាំងណាក៏មិនសូវចាំដែរដឹងហាត់ដល់ល្អដល់ឡើយចុះតែដឹងអត់សូវស្គាល់ផ្លូវទេតែសារពីច្រើនគេងអញ្ចឹងអត់សូវស្គាល់ផ្លូវប៉ុន្មានទេនេះដល់វត្តមួយទៀតអីនៅខាងស្ដាំដៃហ្នឹងមានវត្តស្អាតស្អាតពីរមុននឹងចូលទៅដល់ទីរួមខេត្តរតនគិរីអញ្ចឹងណាបងប្អូនចាហើយនេះចូលដល់ទឹកដីខេត្តរតនគិរីហើយតាមផ្លូវឃើញបើមើលនឹងភ្នែកឃើញស្អាតជាងនឹងទៀតទៅបងប្អូនវានៅក្នុងនេះដោយសារវាចង់ចាំងជាមួយនឹងកញ្ចក់ឡានទៅវាអត់សូវមើលទៅអត់សូវស្រស់ស្រាយស្អាតប្រហែលទេបងប្អូនដូចជាការទៅគេទៅស្ពានភ្នំយមុកស័ព្ទហ្នឹងឯងយ៉ានៅទៅស្ពានព្រោះចម្រុះសัตว์ហ្នឹងតែប៉ិតមកថតវិញមកបើអួយឲ្យថតទេតែនេះយើងថតចេញពីក្នុងឡានទៅវាចាំងនេះបងប្អូនឃើញចាំងឃើញតកតានៅលើនៅក្បាលឡានហ្នឹងហើយចាំងកញ្ចក់អញ្ចឹងទៅមើលសើស្អាតប៉ុន្មានទេហើយនេះយើងជិតដល់មែនតែនហើយបងប្អូនជិតដល់ទីក្រុងបានឡុងរបស់យើងហើយទស្សនវិជ្ជាតាមដងផ្លូវហ្នឹងស្តៀងតែនៅក្នុងខេត្តស្ទឹងត្រែងណាស់តែប៉ុន្តែដល់ពេលយើងចូលដល់ទឹកដីរតនគិរីកាន់តែគេក្រុងបានឡុងទៅឃើញដីពណ៌ក្រហមច្រើនបងប្អូនចំណាយនៅស្ទឹងត្រែងដីរៀងពណ៌រៀងដីរៀងខ្សាច់រៀងសមិនទេអត់សូវមានជីជាតិទេប៉ុន្តែតែខ្លះមានពណ៌ដីពណ៌ក្រហមខ្លះនៅខេត្តរតនគិរីដីក្រហមល្អបងប្អូនមើលទៅដាំដំណាំអីក៏ត្រូវដែរដាំស្អីក៏ល្អហ្មងបងប្អូននៅទឹកដីខេត្តរតនគិរីដីគេមានជីជាតិជាងនៅស្ទឹងត្រែងហើយយើងបានដើរហាត់ប្រាណនៅសួនហើយនេះយើងដូចជាគៀកខ្លាំងទៅយើងជិតដល់ខ្លាំងមែនតែនហើយចេះតែឃើញទេសភាពមែនតែនទៅទេសភាពស្អាតមែនតែនដល់ពេលថតទៅវាអត់សូវស្រស់សោះឥឡូវចូលដល់ផ្លូវបំបែកទៅមណ្ឌលគិរីបងប្អូនយើងទៅខាងស្ដាំមណ្ឌលគិរី
តែយើងចូលក្រុងបានលងយើងទៅខាងឆ្វេង តែយើងរស់នៅនឹងនៅស្ថានភាពប្រាក់តារា ហើយនេះកំពុងតែសម្ភាសកូនត្រេនអត់ដឹងថាប៉ាម៉ាក់ប្រេងទេចង់ឲ្យគេប្រេងដល់ពេលគេប្រេងខឹងគេ ចេះតែមានហ្មងបងប្អូនហើយឥឡូវប្រេងថាច្រឡំចុះច្រឡំឡើងជិះទៅដល់រតនគិរីតាមពិតទៅលេងរតនគិរីសោះឥឡូវមកភាពពីអារម្មណ៍មិនដែរបន្ទាប់ពីចង់ឲ្យគេប្រេងឥឡូវគេប្រេងបានសម្រាប់មានអារម្មណ៍មិនដែរមានអារម្មណ៍ឈឺចាប់អត់ឬក៏មានអារម្មណ៍រំភើបរីករាយដែរអត់ទេធំទៅត្រូវបានគេប្រេង បានសម្រាប់ហើយហើយនេះយើងញ៉ាំបាយថ្ងៃបាយអីជាមួយនឹងមិត្តភ័ក្តិផ្ទះមិត្តភ័ក្តិយើងញ៉ាំហើយក៏យើងពពួរគ្នាបន្តដំណើរទៅលេងនៅណាមង្គល តែលេងគេ បឹងអីគេបឹងលំកុដ បឹងលំកុដចាអញ្ចឹងដើម្បីទៅលេងបឹងលំកុដយើងជិះឆ្ពោះទៅស្រុកស្រុកអីគេមានស្រុក មានរូបត្បូងនឹងធំមួយស្រុកបកែវហ្នឹងហើយ ស្រុកត្បូង មិញដល់ស្រុកបកែវទៅយើងបាត់ដល់ទៅខាងស្ដាំហើយយើងជិះតាមផ្លូវភ្លោះរបស់យើងរបស់គេហ្នឹងនេះបងប្អូនឃើញផ្លូវភ្លោះអត់ច្បាស់សោះនេះចាំតកតាខ្លាំងមែនតើនៅកន្លែងនេះចាំមើលផ្លូវសូវច្បាស់ហើយប៉ុន្តែគាត់ថាផ្លូវគេហ្នឹងគេធ្វើសងខាងផ្លូវភ្លោះគេហ្នឹងជិះត្រង់តរហូតអត់ពិបាករោទេបងប្អូន ពេលដែលបងប្អូនចង់ទៅលេងបងប្អូនវាយក្នុង Google Map ក៏វាបង្ហាញឲ្យដែរពេលដែលខ្ញុំទៅហ្នឹងទៅមួយមិត្តភ័ក្តិគាត់ជិះមុននាំផ្លូវប៉ុន្តែនៅតែសាកល្បងវាយ Google Map មើលវាចេញអត់តែវាបង្ហាញតើបងប្អូន តែយើងទៅហ្នឹងគេថាមានឆ្លើនៅក្នុងទឹកតែឲ្យទឹកតែមានឆ្លើផង គេមិនថាប្រកាសមានហ្មងទេគ្រាន់តែសង្ស័យខ្លាចមានឆ្លើងអីចឹងណាតែសារខែភ្លៀងខែអីហ៎អញ្ចឹងទៅវាអាចភ្លៀងនាំទៀកនាំអីពីក្នុងព្រៃចូលមកដល់ក្នុងបឹងអញ្ចឹងណាតែជាក់ស្ដែងអត់មានទេហើយនេះតាមផ្លូវទៅបងប្អូនចិត្តដល់មែនតើហើយទៅមួយមិត្តភ័ក្តិគាត់នាំជូនទៅលេងអញ្ចឹងបងប្អូនហើយនេះចាំងខ្លាំងមែនតើមង្គល ចាំងតកតាពេញកញ្ចក់ឡានខាងមុខនោះដល់ពេលចឹងមើលទេសភាពអត់ស្អាតទេ ហើយឃើញមួក ឃើញមុខឃើញអីទៀតញ៉ែញ៉ៃពេញនឹងអស់លេងឥឡូវយើងចិត្តដល់ផ្លូវបាត់ចូលទៅនេះណា ហើយឃើញឡានភីអាប់ប្រាក់ហ្នឹងតែប៉ិតឡានភីអាប់ប្រាក់ហ្នឹងគឺជាឡានភ័ក្រយើង នេះដល់ក្រាស់សាំងឆ្វេងដៃមិញហ្នឹងអាហ្នឹងយើងដល់ផ្លូវបាត់ចូលហើយបាត់ទៅខាងស្ដាំហើយនៅពេលដែលយើងជិះបាត់ពីផ្លូវកស៊ូនឹងចុះទៅខាងស្ដាំហ្នឹងបាត់ទៅបន្តិចឃើញវត្តមួយខាងឆ្វេងដៃបងប្អូនខ្ញុំមើលអត់តដែរមិនដឹងជាវត្តឈ្មោះអីគេនៅខាងឆ្វេងដៃនេះបងប្អូនតិចទៀតឃើញហើយឃើញមានវត្តមួយបងប្អូន នេះចុះបាត់ចុះពីផ្លូវកស៊ូមកវាផ្លូវគ្រូធម្មតាតែមិនដែរផ្លូវវាអត់សូវពិបាកដែរទេផ្លូវហ្នឹងស្រួលទេអាចជិះដូចឡានពួកខ្ញុំឯងឡានតូចតែអាចជិះបានស្រួលទៅដល់កន្លែងទីតាំងនេះវត្តនៅខាងឆ្វេងដៃហ្នឹងតែមើលអត់តដឹងវត្តឈ្មោះអីទេបងប្អូនអញ្ចឹងយើងឥឡូវយើងមកដល់ហើយអត់ឆ្ងាយទេបងប្អូនបាត់ចូលមកបន្តិចទៅជិះតិចទៅដល់ហើយនេះដល់ទីតាំងគេក្នុងនេះចុះបង លុយសបុតណាបងប្អូនហើយនេះផ្លាកគេតំបន់ការពារទេសភាពបឹងលំកុដបងប្អូនតែទីតាំងនោះបឹងលំកុដបងប្អូនចូលក្នុង Google វាយបឹងលំកុដក៏វាចេញឲ្យដែរបងប្អូនចាហើយនេះយើងធ្វើការបងលុយបងអីទិញសបុតហើយចូលទៅចាប់បានចូលទៅក្នុងដើម្បីរក ទីតាំងចតឡានចិត្តអីហើយយើងអត់ទាន់ដឹងទេថានៅទីតាំងហ្នឹងគេមានលក់អីញ៉ាំខ្លះឬក៏គេមានជួលអាវពងអាវអីអត់យើងអត់ទាន់ដឹងទេប៉ុន្តែនេះយើងរកកន្លែងទុកឡានទុកអីសិនបងប្អូនហើយចូលទៅដល់បងប្អូនដើមឈើគេធំស្រឡះល្អបងប្អូនយើងទុកបន្ទោទុកឡានក្រោមម្លប់ឈើហ្នឹងទៅវាត្រជាក់ល្អអត់
អត់អីទេកន្លែងចតឡានធំទលាល្អបងប្អូនហើយមែនតើថ្ងៃនេះដូចជាយើងទៅដូចជាថ្ងៃអាទិត្យនោះមង្គលនោះដូចជាថ្ងៃអាទិត្យទេយើងទៅអញ្ចឹងអឺឃើញមានបងប្អូនជាពលរដ្ឋគាត់ទៅលេងប៉ុន្តែអត់សូវច្រើនណាស់ដែរទេគាត់ថាមានអ្នកទេសចរគាត់ទៅលេងប៉ុន្តែអត់សូវច្រើនដែរទេហើយនេះទីតាំងបងប្អូននេះខាងកន្លែងចាត់ឡានខាងក្រៅក៏មានចូលមកដល់ក្នុងចេះក៏មានដែរបងប្អូនហើយខាងលើខាងស្ដាំដៃនឹងជាបន្ទប់ទឹកគេមានបន្ទប់ទឹកអីនៅនឹងដែរអញ្ចឹងណាបងប្អូនតែគេនៅម្នាក់គ្រីមានអ្នកសេអក្សរខការពារសេខហើយនេះទស្សនភាពយើងឆ្លៀតថតទេសភាពជុំវិញប៉ុន្តែរៀងកិច្ចមនុស្សបងប្អូនសូវហ៊ានថតដោយមនុស្សច្រើនទេក្រែងចិត្តគេបងប្អូនអញ្ចឹងកន្លែងទីតាំងខ្លះចាប់ប្លង់ទៅវាអត់សូវស្អាតដោយសារតែខ្លាចជាប់គេបងប្អូនតែកិច្ចអត់ផុតរបស់បងប្អូនថតចុះថតឡើងជាប់ថតចុះថតឡើងជាប់អញ្ចឹងទៅហើយនេះទស្សនភាពបឹងនៅពេលដែលយើងចុះទៅក្រោមមួយដំណាក់ទៅវាមានទេសភាពបែបហ្នឹងបងប្អូនចាមានកញ្ចុះមានអីនៅជុំវិញហ្នឹងគេលក់របស់ញ៉ាំលក់អីអញ្ចឹងណាបងប្អូនមានកំងរបស់ញ៉ាំអីចឹងទៅហើយបើសិនជាបងប្អូនចង់ធ្វើអីញ៉ាំខ្លួនឯងយើងខ្ចប់ចក្រានខ្ចប់ម្ហូបខ្ចប់អីទៅយើងជួលទៅកញ្ចុះគេអង្គុយទៅហើយចង់ដឹងចង់អីហើយតិចស្រួលមែនទេបងប្អូនហើយទៅដល់នឹងទៅហើយអត់សូវចង់មកវិញទេបងប្អូននៅជក់ចិត្តដិតអារម្មណ៍ជាមួយធម្មជាតិភាពតិចជុំរបស់ធម្មជាតិដើមឈើបៃតងស្រស់ហើយខែនេះខែវស្សាទៀតបងប្អូនអញ្ចឹងទៅវាស្រស់ស្រាយតែម្ដងបងប្អូនហើយនេះគេហៅដូចជាកងពាន់នេះចាំផ្លេចទេនេះកន្លែងគេអង្គុយចុះលេងទឹកលេងអីអញ្ចឹងណាបងប្អូនហើយទស្សនភាពមើលទៅរៀងស្តៀងនឹងបឹងយក្សឡោមដែរបងប្អូនប៉ុន្តែដើមឈើដើម្បីរៀងខុសគ្នាបន្តិចអីចឹងណាបងប្អូនតែវាមិនខុសអីណាទេប៉ុន្តែបើសម្រាប់ខ្ញុំវិញគឺឲ្យគ្រួសារខ្ញុំវិញចូលចិត្តនៅបឹងលំគុតនេះជាងអញ្ចឹងណាបងប្អូនវាមានអារម្មណ៍ថាដូចជាវាធម្មជាតិជាងនៅបឹងយក្សឡោមបងប្អូនគ្រាន់តែវាឆ្ងាយពីខេត្តបន្តិចហើយនេះទស្សនភាពបងប្អូនហើយទឹកថ្លាដូចកញ្ចក់មើលទៅចង់ស្តៀងចង់ច្រឡំទឹកសមុទ្រណាបងប្អូនថ្លាមែនតែនហ្មងបងប្អូនយើងមានអារម្មណ៍ថាដូចអត់ពីកន្លែងគេទៅគាត់ថាមិនហែទឹកមិនហែអីទេប៉ុន្តែដល់ពេលទៅដល់ឃើញទឹកភ្លាមញ័រចង់ហែទឹកតែម្ដងបងប្អូនចាទាំងក្មេងទាំងចាស់នឹងចង់ហែទឹកដល់ពេលកូនក្មេង3គ្រាប់ទៅជាមួយហ្នឹងចង់ហែទឹកពេកក៏អ៊ំគេឡើងទៅរជួលអាយជួលអីឲ្យហែទឹកទៅអញ្ចឹងណាបងប្អូននេះគឺថ្លានៅខាងក្រៅថ្លាស្អាតជាងនឹងទៀតណាបងប្អូនទូរស័ព្ទខ្ញុំវាពណ៌វាមិនសូវស្អាតអញ្ចឹងណាបងប្អូនអញ្ចឹងទៅមើលឃើញបានប៉ុណ្្នឹងតែនៅក្រៅវាថ្លាស្អាតជាងនឹងទៀតណាបងប្អូនចាមើលទៅសិតចង់ស្លេងទឹកសមុទ្រហ្មងណាដូចអានេះដូចសារាយដូចអីនៅសមុទ្រយើងថតនៅសមុទ្រអញ្ចឹងស្លេងគ្នាបងប្អូនចានេះទស្សនភាពគេបែបហ្នឹងមើលទៅទឹកថ្លាឆ្វេងពណ៌ចាំងមួយផ្ទៃមេឃឡើងពណ៌ផ្ទៃមេឃពណ៌ខៀវពណ៌ទឹកសមុទ្រចឹងបងប្អូនហើយនេះដូចជាផលិតមិនដឹងអីមិនដឹងបងប្អូនស្អាតមែនតើនេះស្អាតខ្លាំងហ្មងបងប្អូនបើសិនជាថតរឿងបុរាណរឿងអីមានជីកទូកទូកអីនៅកន្លែងហ្នឹងអីឬក៏មានទូកសម្រាប់ថតនៅអីបងប្អូនមានទូឆាត់ទូអីចឹងទៅលយបងប្អូននៅទីតាំងហ្នឹងអាចថតរឿងឬក៏ថតរូបលេងបែបបុរាណអីស្អាតណាបងប្អូនមើលបងប្អូនឃើញទឹកពណ៌ឡើងដូចទឹកសមុទ្រចឹងណាបងប្អូនឃើញអត់ហើយនេះវីដេអូមួយនេះដល់កន្លែងនេះរៀងចាំងថ្ងៃខ្លាំងទូរស័ព្ទអត់សូវឃើញពណ៌ស្អាតមកណែចាហើយនេះគេចុះគេធ្វើនៅតាមដងបឹងហ្នឹងតាមមាត់បឹងហ្នឹង
សម្រាប់អង្គុយញ៉ាំអីណាបងប្អូនគឺចុះដែរនេះខ្ញុំថតដោយមិញណាហើយនេះយើងនាំគ្នាពពោះគ្នាដើរទៅខាងនោះតិចទៀតទៅរកកន្លែងឲ្យក្មេងៗហែលទឹកណាបងប្អូនចាហើយនេះដល់ហើយរកឃើញកន្លែងក្មេងៗចុះហែលទឹកបានក៏នាំគ្នាលោតហែលពេញនឹងទៅបងប្អូនអញ្ចឹងគេមានអាវពងជួលសម្រាប់ក្មេងៗគាត់ហែលទឹកលេងដែរអញ្ចឹងបងប្អូននេះឃើញអត់ថ្លាអញ្ចឹងហ្មងហើយនេះលទ្ធផលទៅលេងខ្ញុំមិនបានហែលទឹកហែលអីទេបានតែថតរូបនឹងឯងបងប្អូនហើយចង់ហែលទឹកដែរតែបានដាក់កៅអៅទៅហើយស្ដាយមែនតើចាហើយនេះកន្លែងនេះបើសិនតែមានថតមានទូកមានអីលយនេះដូចក្នុងរឿងបារាណអញ្ចឹងបងប្អូនចាហើយនេះក៏កាត់មកដល់កន្លែងយើងមកគេងមកអីវិញទៅអានេះព្រលឹមឡើងបងប្អូនព្រលឹមឡើងថ្ងៃបន្ទាប់ទៀតណាកន្លែងយើងគេងហ្នឹងប្រាក់តារាបងប្អូនមើលឃើញថ្ងៃរះពីមាត់បឹងថ្ងៃអីស្អាតណាបងប្អូននេះហើយទិដ្ឋភាពមើលពីកន្លែងគេងទៅបងប្អូននេះទៅមាត់បឹងកសែងម្ដងអញ្ចឹងដល់ព្រឹកឡើងគេងប្រយុទ្ធព្រឹកឡើងអាចថតព្រឹកយកទេសភាពពេលព្រលឹមឡើងថ្ងៃរះនៅបឹងកសែងជូនបងប្អូនដែរហើយមែនតើទៅថ្ងៃហ្នឹងអត់បានទៅណាច្រើនទេទៅធ្វើការធម្មតាអញ្ចឹងណាបងប្អូនហើយល្ងាចឡើងក៏ឆ្លៀតនាំកូនត្រេនដើរលេងនៅមាត់បឹងកសែងដើរហាត់ប្រាណអញ្ចឹងណាបងប្អូននេះថ្ងៃស្មានដូចជាប្រហែលជាម៉ោង5កន្លះបងប្អូនដូចជា5កន្លះទេនេះអញ្ចឹងទស្សនវិជ្ជាបែបហ្នឹងបងប្អូនមានបងប្អូនប្រជាពលរដ្ឋគាត់នាំគ្នាមកអង្គុយកំសាន្តលេងតាមមាត់បឹងអញ្ចឹងទៅហើយអ្នកខ្លះក៏គាត់ហាត់ប្រាណអ្នកខ្លះជិះកង់អីចឹងណាបងប្អូនហើយនេះបងប្អូនទេសភាពស្មៅនៅស្មៅពណ៌បៃតងនៅក្នុងបឹងកសែងហ្នឹងបងប្អូនគាត់ថាស្មៅហ្នឹងវាដោះគោគ្នាឡើងទៅស្តៀងស្រូវដែរអញ្ចឹងណាបងប្អូនហើយគេកំពុងតែអភិវឌ្ឍបឹងនឹងឲ្យស្អាតជាងមុនកំពុងតែរៀបក្រែមរៀបសៅណាបងប្អូននេះគេធ្វើសួននៅក្នុងវានៅក្នុងបឹងនឹងតែម្ដងណាបងប្អូនគេស្មាតស្មៅទៅគេធ្វើសួនកន្លែងដើរកំសាន្តនៅខាងក្រោមនឹងមកតង់ទៀតអញ្ចឹងបងប្អូននេះកន្លែងឃើញកូនត្រេនដើរខាងលើហ្នឹងដងផ្លូវកន្លែងគេដើរខាងលើបងប្អូនអញ្ចឹងពីមុនមានអាហ្នឹងឥឡូវគេជួសជុលតាមដងផ្លូវខាងលើហ្នឹងឲ្យបាត់ស្អាតបាតហើយគេធ្វើខាងក្រោមមកតង់ទៀតបងប្អូននេះដូចក្នុងវីដេអូអញ្ចឹងកន្លែងដើមដូងហ្នឹងណាអញ្ចឹងបន្តិចទៀតនៅពេលដែលស្មៅវាដោះឡើងឃើញគេដាំស្មៅបងប្អូនគេដោះស្មៅដោះឡើងមករត់ស្អាតជាងមុនទៀតចាហើយនេះទេសភាពសួននៅក្នុងបឹងហ្នឹងចានេះលទ្ធផលថតរូបលេងល្ងាចងាងអត់បានទៅណាឆ្ងាយទេបងប្អូននៅតែមកដុំហ្នឹងហើយនេះនៅហាងកាហ្វេឈ្មោះN9គេហ្នឹងនៅមាត់បឹងតំណងមែនតើបងប្អូនអង្គុយញ៉ាំកាហ្វេលេងអញ្ចឹងទៅនៅមាត់បឹងអញ្ចឹងទៅហើយនេះទេសភាពមើលពីកន្លែងគេងប្រាក់តារាទៅហ្នឹងពេលថ្ងៃបងប្អូនមើលឃើញទេសភាពមាត់បឹងមាត់អីស្រស់ស្រាយមែនតើបងប្អូនហើយក៏កាត់កន្លែងហ្នឹងដល់ស្អែកមួយថ្ងៃទៀតហើយបងប្អូនឡើងស្អែកឡើងពេលព្រលឹមឡើងថ្ងៃអត់រះទេបងប្អូនហើយនេះចុះអាប់ពេញមេឃដែលសាយយប់នឹងភ្លៀងខ្លាំងមែនតើបងប្អូនអានងគ្នាដើរលេងតាមមាត់បឹងអង្គុយមាត់បឹងមាត់អីហ្នឹងរត់មកផ្ទះវិញសឹងចង់តងភ្លៀងខ្លាំងបងប្អូនដល់ពេលអញ្ចឹងព្រឹកឡើងវាចុះអាប់ពេញមេឃអញ្ចឹងបងប្អូនអត់មានឃើញថ្ងៃរះទេអញ្ចឹងមានតែឃើញអាប់បែបហ្នឹងអីបងប្អូនហើយកាត់ដល់ស្អែកឡើងអញ្ចឹងគម្រោងការខ្ញុំជាមួយគ្រួសារទៅមើលថ្ងៃរះនៅលើភ្នំលើភ្នំស្វាយបងប្អូនចានេះ
nó kia đặt câu đặt trái cao tăng vì rồi lâm mình tên nó bông ổn nó bay bạc làn thật thường mấy ai ta đào lợp nó bay khơi ngày đây bông ổn này nó dừng trên vì bà ra tới trên tam ta đào phơi thôm ấy bông ổn đào phơi thôm trên vì còn bàn lông dừng nó trên chua vì bàn lông trên màu trên cái khai chẳng á bông ổn chẳng quạt làm xoài nắng viên nữ lựa đong phơi thôm nâng ai bằng ổn chẳng bị bằng ổn trong từ lên chẳng dương quay không có đạo bọt from xoài chẳng tới việc chênh ao bằng ổn chả đi chi hùa Amazon tới chênh pi trong bàn lông chênh máu chi hùa Amazon là tiệt chi đôi chia một đông đôi chia có bài cái lại cục á bằng ổn cục này khá rất nặng cái đó mà đồng nó vọt nó smile nó bằng ổn còn mà nè còn là vọt nó khá sẽ đam đai về để dân trên bị công vinh hơi cục nó bị nó khá phê đai chẳng bằng ổn chẳng vạ rô tê vọt bên mà này bằng ổn sưu rô còn là trốn nó khơi mòn đấy chẳng đấy cái dân của bông là thơ tà nào từ chất đọc lời bọt là nồng mấy bằng ổn phần tái khi ông ọt trô phơi miên pi bằng ổn là tàu vọt nằm xoài nắng á dương chi cắt vọt có bán dương chi phơi mùi cái bài vọt có bàn chẳng thì thọm đó này nhung từ nước chi ta phơi cái bài vọt tên này bằng ổn này nó đào lại bọt cho hết giờ nắng là bòn vọt mà chừng bọt đam cho ai vọt nâng tới chỉ cắt vọt tê khai nhẹ lục nhẹ ấy ai lục chẳng có ổn chẳng là về đây dân chi phơi cái bài vọt nó dân bọt đam đào vọt như bọt đam cho tua mình tí tới đào phơi bọt phê làng mình chà chẳng đi dân cục bông này vừa đầm nào và to tí đấy đào phơi bọt phê như niệm một ổn bọt phê nhặt ngay mà đấy cho tại vì phơi thông bọt đam mình tí mà đào phơi bọt phê như niệm một ổn khởi nhắn chà hay đôi chim màu bên nó đôi chim màu pram hay pram đọc mà ti ấy nó bóng ổn mình chia dục ấy là nó là ngật chân bóng ổn này chân ở đi phơi chặt pram là sụt là nồng mấy bóng ổn này nè từ tập hiệp bóng ổn là ngật chân tạm đồng phơi mình té môi pi tê phơi làng từ vọt from smile nó bóng ổn chứ ngặt là chếp gặp chân tạm đòn hay cái bài phơi nó lại cái chặt đây lại mong cái cọc ngoài cọc ấy chẳng nó mong bốn này cái bôi chia sọc ấy á chẳng vậy bông bốn trong mà mưa ngày ở đây hãy nó ngờ máu kia ra định màu máy là chà đi là ngật chân bằng bộ này chà tay chật láng chật đỏ lấy đi được chia cái lại đỏ nghe mở cho bác thấy một để trong click là ngật bệnh chà chẳng mấy riêng phơi tình tích bông ổn vận tải vì toàn phơi làng tới bên nơi là ngật là lái ở bông ổn cho mơ tại cô bông non từ mưa ngày ra hàng ban sầm bạch ọt chà vậy tới rót nãy cái là hô cho ngàn từ mưa ngày ra nơi lực nông xoài này tại bàn tới bông ổn này vì là hốt tại ngày đi bàn từ đào mình tên này cho mơ ban sầm bạch ọt chà này làng từ đó là bông ổn nè chẳng nó ti tang vọt from smile nó cái bông tài sang song rụp là bột lằng thom mong ở bông ổn hay cái mình chả rụp địa rụp ấy cầm rong cái sàn ta bông ổn khơi rụp cầm rong cô cái nắng hay đi từ tập hiệp mơ nó về phần lồng làng màu phải chỉ pram cả lá đó mà ôn pram phải ti pram san phân tía đó nè bờ tới mà chấm hiến khơi sự tập lương từng từ đọc em chỉ hiền tiết ngật chân chà ní cái bông sang sóng bông ổn ở toàn bụi rò tê cùng cả mê bọc cái đã bật nơi các bài cái này nè nó cái toàn bụi rò lại bông ổn nơi cái bông sang sóng là lại chà chẳng hai chị đọc để tì cái tiết thọ tiết đây bông ổn thọ ai bông ổn mơ thọ lấy bây giờ định phơi phần màn hơi hay đi
បងប្អូនជាពលរដ្ឋខ្លះគាត់ចាប់ដើមចេញដំណើរការរស់ស៊ីរបស់គាត់រៀបចំផ្ដាល់ខ្លះហើយអ្នកខ្លះក៏នៅគេងអ្នកខ្លះក៏មិនតន់ក្រាបខ្លះក៏កំពុងហាត់ប៉ាអីចឹងទៅហើយដែលឡៃតែពួកខ្ញុំពីរនាក់ហ្នឹងមកពីឡើងមកមើលថ្ងៃរះចាហើយនេះថតពីក្រៅចូលទៅក្នុងក្រុងបងប្អូនឃើញភ្លើងច្រើនសុទ្ធតែភ្លើងចឹងទៅចានេះភ្លើងពូលភ្លើងផ្លូវភ្លើងឡានភ្លើងម៉ូតូអីចឹងណាបងប្អូនចាហើយនេះមិនចាប់ដើមភ្លឺខ្លាំងទៅហើយចាហើយខ្ញុំកំពុងតែមានការសង្ស័យជាខ្លាំងថាសង្ស័យតែបរាជ័យដូចមេឃប៉ុណ្ណេះរត់តង់ឃើញថ្ងៃអត់លំមកសោះបងប្អូនហើយចានេះថ្ងៃភ្លឺប៉ុណ្ណឹងបងប្អូនតាត្រង់ឃើញចំមកព្រះអាទិត្យអីរះមកសោះបងប្អូនហើយម៉ោងដូចជា5:40នាទីអីបងប្អូនប៉ុន្តែតើឃើញថ្ងៃអត់មកទេសង្ស័យបរាជ័យហើយនេះដោយសារតែមេឃរៀងអាប់ដែរបងប្អូនអត់មានថ្ងៃល្អទេបងប្អូនរៀងអាប់រៀងមានសន្សាមច្រើនចឹងទៅខ្លាចតែថ្ងៃអត់រះដូចតើថ្ងៃរះខ្ពស់បានវាឃើញពលឺថ្ងៃចឹងបងប្អូនហើយយើងបញ្ញាប់ចេញពីព្រលឹមមកស្ទឹងត្រែងមកផ្ទះវិញដែរចឹងបងប្អូនអញ្ចឹងក៏សម្រេចចិត្តថាតើយើងមិនបាច់មើលថ្ងៃរះថ្ងៃអីទេចាប៉ុណ្ណឹងបានហើយបងប្អូនឥឡូវបរាជ័យចាផែនការមកមើលថ្ងៃរះគឺបានបរាជ័យដោយសុវត្ថិភាពចាហើយនេះទទួលកម្មាផងអីផងដោយសារតែខ្លាចប្រសាយបងប្អូនវាសើមហើយតិចដែរបងប្អូនអញ្ចឹងបេសកកម្មចុងក្រោយរបស់យើងគឺបរាជ័យទាំងស្រុងចាខ្ញុំបានមើលថ្ងៃរះអំបិលយកអីទេចាហើយនេះគេធ្វើចានេះខ្ញុំស្រឡាញ់រតនគិរីនៅលើហ្នឹងមានគេដាក់ខ្ញុំស្រឡាញ់រតនគិរីដែរចាហើយវាអាប់ពេកបងប្អូនពេលវាអាប់ពេកទូរស័ព្ទរៀងព្រើមិនទេបងប្អូនចានេះឆ្លៀតថតបានតិចទៀតបងប្អូនឲ្យបងប្អូនមើលថាអូពេលយប់ឡើងទៅវាល្ងឹតមើលឲ្យឃើញដល់ពេលចុះមកវិញឆ្លៀតថតនេះបងប្អូននេះផ្លូវក្បែរវត្តបងប្អូននេះកន្លែងបូជាសពកន្លែងមុងកន្លែងចែកដីអីចឹងណាបងប្អូនដែរខ្ញុំនិយាយមុនហ្នឹងហើយផ្លូវល្ងឹតឈឹងហ្នឹងឥឡូវពេលថ្ងៃវាទស្សនវិជ្ជាបែបហ្នឹងបងប្អូននេះចុះមកដល់ក្រោមវិញហើយចាចាប់ដើមចេញមកដល់ផ្លូវឯបក្បែរវត្តហ្នឹងហើយយើងបត់ស្ដាំឡើងទៅវិញបត់ស្ដាំឡើងទៅផ្លូវធំវិញអញ្ចឹងបងប្អូនចានោះយើងបត់ស្ដាំនៅខាងមុខហ្នឹងដូចចាំងដល់ហើយបងប្អូនហើយមើលអត់ច្បាស់ទេឃើញតែតកតាបងប្អូនជាស្រ័យផងចាហើយនេះឡើងទៅដល់ផ្លូវធំហើយយើងបត់ស្ដាំទៅវិញទៅចេញទៅក្រៅខេត្តតែម្ដងចេញពីទីក្រុងវ៉ាន់ឡុងអញ្ចឹងបងប្អូនចានេះយើងដល់ផ្លូវធំហើយយើងធ្វើការបត់ស្ដាំតែម្ដងចានេះយើងបត់ស្ដាំទៅចាងាយរកទេបងប្អូនហើយទីតាំងហ្នឹងនេះវត្តចាជិះកាត់មកវត្តអញ្ចឹងខ្លោងទ្វារវត្តធំនោះបងប្អូនចង់ជិះកាត់ចូលខ្លោងទ្វារទៅឡើងភ្នំតាមផ្លូវហ្នឹងក៏បានដែរប៉ុន្តែកុំឲ្យរំខានលោកអញ្ចឹងណាចាហើយនេះចាថតរូបបានខ្លះតិចតួចតែតាមពិតមិនមែនថតថ្ងៃហ្នឹងទេថតថ្ងៃណាថ្ងៃណីនោះប៉ុន្តែយកមកដាក់ឲ្យបងប្អូនមើលទៅចាទស្សនវិជ្ជាថតរូបនៅកន្លែងនៅលើភ្នំហ្នឹងបងប្អូនចាអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានទស្សនា